គ្រឿងប្រយោគនិងគ្រឿងកំប៉ុងនិងភេសជ្ជៈយើងនេះហើយនឹងគ្រឿងអគ្គិសនីដូចជានេះគ្រឿងអគ្គិសនីអស់នេះយើងយកបន្ថែមដែរដើម្បីពង្រីកអាជីវកម្មបន្ថែមបងប្រុសដែលជាម្ចាស់ហាងលក់គ្រឿងទេសមួយនេះបានខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុមួយជួយសម្របសម្រួលលេខរួមហើយការមុខរបរប្រកាន់ពីចំណាយកាន់តែធំហើយនឹងយើងបរិយាជីវកម្មនិងជីវភាពយើងក៏កាន់តែធំបាទពេលដាក់ចូលទៅក្នុងរោងចក្រពួកយើងបានជួបអតិថិជនម្នាក់ទៀតដែលបានខ្ចីប្រាក់យកទៅសាងសង់រោងចក្រដើម្បីជួលបន្តថវិកាដែលនៅសល់គាត់បានទិញដីស្រែចម្ការមួយកន្លែងដាំផ្លែត្របែកនិងផ្លែខ្នុរបានជីវភាពយើងប្រសើរជាងមុនបាទខ្ញុំបានយកមកដោះស្រាយចាក់ដីនឹងតធ្វើជាការធ្វើអីខ្លះខណៈពេលដែលប្រជាជនមួយចំនួនទទួលប្រាក់កម្ចីដើម្បីពង្រីកអាជីវកម្មមានអ្នកខ្លះទៀតប្រើប្រាស់ប្រាក់កម្ចីយកទៅសាងសង់ផ្ទះដើម្បីបង្កើតភាពកក់ក្ដៅជូនក្រុមគ្រួសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្ដល់សេវាហិរញ្ញវត្ថុកាន់តែរហ័សងាយស្រួលនិងយ៉ាងទូលំទូលាយជូនដល់អតិថិជនបច្ចុប្បន្នអមរិតបាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួននិងមានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន150នៅក្នុង24រាជធានីខេត្តទូទាំងប្រទេសចាប់ពីតំបន់ទីប្រជុំជនរហូតដល់តំបន់ទីជនបទនៅអមរិតយើងផ្ដល់ជូនប្រាក់កម្ចីសាជីវកម្មប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួននិងកម្ចីកសិកម្មដែលមានចំនួនប្រាក់កម្ចីចាប់ពី$100អាមេរិកដល់$6លានអាមេរិកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជាទុនសំខាន់និងផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាមួយចំនួនជាពិសេសអ្នកដែលរស់នៅទីជនបទផ្លាស់ប្ដូរជីវភាពរស់នៅនិងដោះស្រាយបញ្ហាប្រឈមនានា